ជំរាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍អស់លោកអ្នកមកកាន់ការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍អ្នកព័ន្ធ NTV HD នៅក្នុងកម្មវិធីព័ត៌មានប្រចាំថ្ងៃបាទព័ត៌មានប្រចាំថ្ងៃជាដំបូងបាទខ្ញុំបានលើកយកព័ត៌មានតាក់ទិនទៅនឹងអង្គការខ្មែរសន្តិភាពបានចូលរួមអភិវឌ្ឍវិស័យអប់រំសាលារៀនមួយខ្នងដែលមាន6បន្ទប់ស្ថិតនៅក្នុងស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងកាលពីពេលថ្មីនេះបានធ្វើការជួបជុំគ្នាជាមួយអង្គការខ្មែរសន្តិភាពការជួបជុំគ្នានេះលោកក្រឹតសេដ្ឋាប្រធានអង្គការខ្មែរសន្តិភាពបាននាំយកនៅសៀវភៅរឿងនិទានខ្លីៗសម្រាប់កុមារចំនួន200ក្បាលដើម្បីដាក់ឲ្យសិស្សសានុសិស្សទាំងអស់គ្នាបានអានលោកធ្វើការសំណេះសំណាលជាមួយលោកនាយករងនៃសាលាព្រៃសាលាដើម្បីធ្វើការកែលម្អនិងសាងសង់នៅបណ្ណាល័យស្របតាមតម្រូវការរបស់កុមារីដែលរៀននៅទីនោះលោកក៏បានធ្វើអាហារសម្រាប់ឲ្យក្មេងៗបរិភោគក្រោមបរិយាកាសយ៉ាងសប្បាយរីកផងដែរលោកបានបញ្ជាក់ថាលោកធ្វើការសហការជួយដល់សាលានៅឯខេត្តកំពង់ឆ្នាំងនេះបានជាង10ឆ្នាំមកហើយដែលសរុបទៅមានចំនួន12សាលាបណ្ណាល័យនេះយើងបានព្រួយផ្ដើមកំណត់ដោយសារការរៃអង្គាសថាវិការបន្តិចបន្តួចសម្រាប់យកមកទិញសៀវភៅហើយដាក់នៅបណ្ណាល័យនេះឲ្យក្មេងៗអាចអានបានប៉ុន្តែយើងមិនមែនលក្ខណៈត្រង់ត្រូវជាស្តង់ដារថាជាលក្ខណៈបណ្ណាល័យទេប៉ុន្តែដោយសារយើងមើលឃើញថានៅទីនេះឆ្ងាយពេកហើយសិស្សអត់មានអីអានអញ្ចឹងក៏បានទិញសៀវភៅរឿងប្រហែលជា200ក្បាលយកមកដាក់ទីនេះហើយទស្សនវិជ្ជាជាក់ស្ដែងគឺក្មេងៗគាត់ចូលចិត្តអានមែនទែនហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ជំនួយទាំងអស់ដែលបានផ្ដប់ដូចដើមគ្នារៃអង្គាសថាវិការទិញទួចយកមកទិញសៀវភៅសម្រាប់ដាក់នៅសាលានេះហើយជាពិសេសគឺអរគុណដល់ NTV សូមជួយផ្សព្វផ្សាយបន្តបើសិនបើមានសប្បុរសជនចង់ចូលរួមជួយចំណែកដើម្បីទិញសៀវភៅក្តីឬក៏ជួយថាវិការក្តីយើងទៅទិញសៀវភៅយកមកដាក់នៅបណ្ណាល័យនេះឲ្យក្មេងៗអាចអានបានអាចបង្កើនចំណេះដឹងតាមរយៈនៃការអានសូមអរគុណច្រើនប្រទេសកម្ពុជាយើងបានខិតខំពង្រឹងនៅវិស័យអប់រំដល់កុមារតូចនេះហើយជាលទ្ធផលមានភាពល្អប្រសើរជាលំដាប់ការពង្រឹងលើវិស័យអប់រំគឺជារឿងដ៏សំខាន់មួយព្រោះការអប់រំគឺជាគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិដូចនេះគួរណាតែយើងចូលរួមទាំងអស់គ្នាដើម្បីជំរុញឲ្យក្មេងៗជំនាន់ក្រោយក្លាយជាក្តីសង្ឃឹមរបស់ប្រទេសជាតិចាជាការពិតណាស់ក្មេងៗនៅតាមបណ្ដាខេត្តក្រុងនានាទីដែលដាច់ស្រយាលគឺគាត់សប្បាយរីករាយមែនទែននៅពេលដែលមានសប្បុរសធម៌ធ្វើចំណីអាហារឲ្យគាត់ញ៉ាំជាពិសេសគឺមានសភៅដាក់នៅបណ្ណាល័យប្លែកចាបាទជាមួយគ្នានេះផងដែរអង្គការខ្មែរសន្តិភាពនោះក៏បានចូលរួមនៅក្នុងវិស័យអប់រំបាទអង្គការនេះបើតាមដឹងកន្លងមកហ្នឹងគឺធ្លាប់ធ្វើសប្បុរសធម៌ជាមួយនឹងកុមារជនក្រីក្រនៅតាមទីជនបទណាបាទជាភាគច្រើនហើយអង្គការនេះក៏បើតាមដឹងគាត់ក៏បន្តសកម្មភាពបែបនេះទៅតាមបណ្ដាខេត្តមួយចំនួនផងដែរចាបន្ទាប់ពីព័ត៌មានដែលតាក់ទងទៅនឹងខេត្តកំពង់ឆ្នាំងយើងងាកមកមើលសារាចរណ៍ណែនាំរបស់ក្រសួងរាយនឹងធម្មពលវាហាក់បីដូចជាគ្មានប្រសិទ្ធភាពខណៈពេលដែលរថយន្តដឹកសាច់ដឹកដីថ្មគ្រោះមួយចំនួនបន្តថ្កើងនឹងបទបញ្ជារថយន្តដឹកដីដឹកសាច់មួយចំនួនដែលកំពុងធ្វើអាជីវកម្មតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញហាក់មិនទាន់ជ្រាបច្បាស់អំពីសារាចរណ៍ដែលណែនាំរបស់ក្រសួងរាយនឹងធម្មពលដែលបានជូនដំណឹងកាលពីថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2015កន្លងទៅនេះព្រោះថាក្រោយពេលសារាចរណ៍នេះបានចេញជារូបរាងហើយនោះនៅមិនទាន់ឃើញមានម្ចាស់ការដ្ឋានឬរថយន្តដឹកដីដឹកសាច់ណាគោរពបាននៅឡើយទេជាស្ដែងនៅចំណុចការដ្ឋានដឹកសាច់មួយកន្លែងស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញមានរថយន្តដឹកសាច់ធំជាច្រើនបានដឹកចេញទៅកាន់ទីកន្លែងផ្សេងដើម្បីធ្វើការចែកចាយទៅតាមតំបន់សំណង់មួយចំនួនហើយរថយន្តទាំងនោះភាគច្រើនមិនបានគ្របក្រណាត់ឬក៏តង់ឲ្យចិត្តត្រឹមត្រូវនោះទេគឺហាក់បីដូចជាមិនស្ដាប់តាមការណែនាំរបស់ក្រសួងតែម្ដងលើពីនេះរថយន្តដឹកដីមួយចំនួនទៀតក៏មិនត្រូវបានគោរពដូចគ្នាទៅនឹងការណែនាំរបស់ក្រសួងរាយនឹងធម្មពលផងដែរបើយើងក្រឡេកមើលតាមបណ្ដោយផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញនោះករណីរថយន្តដឹកដីដឹកថ្មដឹកឥដ្ឋដឹកសាច់ហាក់មិនទាន់មានការយកចិត្តទុកដាក់គោរពឲ្យបានត្រឹមត្រូវឡើយសូមបញ្ជាក់ថាកាលពីថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2015ក្រសួងរាយនិងធម្មពលព្រមានចាត់វិធានការថ្មីចំពោះអាជីវកម្មដឹកជញ្ជូនរ៉ែថ្មដីខ្សាច់
ជាដើមដែលធ្វើឲ្យប៉ះពាល់តាមដងផ្លូវក្រសួងក៏បានជំរុញឲ្យគោរពតាមបទដ្ឋាននៃការកម្រិតទម្ងន់ផ្ទុកតាមប្រភេទរថយន្តនិងផ្លូវហើយត្រូវមានកៅស៊ូគ្របជាជៀសវាងការធ្លាក់រាយប៉ាយតាមដងផ្លូវប្រសិនបើអាជីវករណាមិនគោរពតាមការណែនាំរបស់ក្រសួងនោះទេនឹងចាត់វិធានការទៅតាមផ្លូវច្បាប់បាទក្រសួងរាយនឹងធម្មពលបានចេញសេចក្តីជូនដំណឹងដូចកញ្ញានិមលបានជម្រាបជូនអញ្ចឹងប៉ុន្តែនៅតាមអាជីវកម្មមួយចំនួនហ្នឹងជាពិសេសហ្នឹងគឺតាមការដ្ឋានដឹកដីដែលបែងចែកដូចជាដឹកខ្សាច់ដឹកឥដ្ឋដឹកអីហ្នឹងបាទនៅតែអត់ទាន់បានគោរពនៅសារាចរណែនាំរបស់ក្រសួងរាយនឹងធម្មពលនៅឡើយទេបាទជាក់ស្ដែងហ្នឹងដូចថ្មីកន្លងទៅម្សិលថ្ងៃអញ្ចឹងណាតែរថយន្តដឹកធំដូចរថយន្តដឹកខ្សាច់បាទនៅតំបន់ការដ្ឋានមួយនៅឯសង្កាត់ស្វាយប៉ាបាទគាត់នៅតែបន្តដឹកខ្សាច់ហ្នឹងគឺអត់ទាន់មានការគ្របដណ្ដប់ត្រឹមត្រូវទេគឺឲ្យខ្សាច់ហ្នឹងធ្លាក់អាចខ្សាច់ហ្នឹងធ្លាក់មករាយប៉ាយនៅលើដងផ្លូវក៏ដូចជាហុយទៅលើអ្នកធ្វើដំណើរចា៎បាទជាបន្តទៅទៀតនេះសូមជម្រាបជូនព័ត៌មានតាក់ទិនទៅនឹងមន្ត្រីកម្មគ្រប់ត្រូលបានប្រមូលផលិតផលខូចគុណភាពប្រើប្រាស់ដុតកំទេចចោលចំនួន1176គីឡូក្រាមនៅឯខេត្តបៃលិនមន្ត្រីមកពីសាខាកម្មគ្រប់ត្រូលដឹកនាំដោយលោកសុណារុនអគ្គនាយករងនៃអគ្គនាយកដ្ឋានកម្មគ្រប់ត្រូលមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរនៃខេត្តបៃលិនបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការត្រួតពិនិត្យការប្រើប្រាស់ការលក់ដូររបស់អាជីវករនៅក្នុងផ្សារខេត្តបៃលិនកាលពីថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2015ក្នុងការត្រួតពិនិត្យនេះបានប្រមូលទំនិញនិងផលិតផលដែលអស់សុពលភាពខូចគុណភាពមួយចំនួនដូចជាម្សៅរ៉ូឌីភេសជ្ជៈខារ៉ាបាវស្រាបៀរទឹកក្រូចសាច់គោងៀតសាច់យីហ៊ឺទឹកខ្មេះត្រីខម្សៅទឹកដោះគោកំទេចមីនំនិងទំនិញផ្សេងទៀតដែលភាគច្រើននាំចូលពីប្រទេសថៃលោកបានបន្តថាទំនិញទាំងអស់នេះហួសរយៈពេលប្រើប្រាស់ដែលដកហូតបាននៅមាត់ច្រកត្រួតពិនិត្យនិងលើទីផ្សារក្នុងភូមិសាស្ត្រខេត្តបៃលិនរយៈពេល4ខែចុងក្រោយនេះសរុបចំនួននៃការដកហូតមានចំនួន1175គីឡូក្រាមមន្ត្រីជំនាញនិងមន្ត្រីពាណិជ្ជកម្មខេត្តបានធ្វើការណែនាំដល់ក្រុមអាជីវករឲ្យយកចិត្តទុកដាក់ពិនិត្យមើលគុណភាពរបស់ផលិតផលឲ្យបានល្អិតល្អន់មុននឹងនាំចូលមកលក់បន្តឲ្យប្រជាពលរដ្ឋក្រោយពីការណែនាំដល់អាជីវកររួចរាល់កម្លាំងមន្ត្រីកម្មគ្រប់ត្រូលបាននាំយកទំនិញនិងផលិតផលខូចគុណភាពដែលប្រមូលបានយកទៅដុតកំទេចចោលចាជាការពិតណាស់ទំនិញដែលខូចគុណភាពគឺពេលដែលយើងបរិភោគទៅគឺប្រកាសជាប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋយើងយ៉ាងធ្ងន់ធ្ងរចាហើយនេះគឺជាព័ត៌មានដែលតាក់ទងទៅនឹងខេត្តបៃលិនហើយយើងងាកមកមើលព័ត៌មានអន្តរជាតិដំបូងនេះគឺយើងទៅកាន់ប្រទេសចិនមនុស្សយន្តពិភពលោកឆ្នាំ2015បានបើកសម្ពោធនៅក្នុងទីក្រុងប៉េកាំងមហាសន្និបាតមនុស្សយន្តពិភពលោកឆ្នាំ2015កំពុងតែប្រារព្ធធ្វើនៅឯទីក្រុងប៉េកាំងក្នុងប្រទេសចិនមហាសន្និបាតនេះបានធ្វើការផ្លាស់ប្ដូរមតិនិងលទ្ធផលថ្មីបំផុតដែលមានកម្រិតសិក្សាខ្ពស់ស្ដីអំពីការសិក្សាស្រាវជ្រាវនិងវិស័យប្រើប្រាស់មនុស្សយន្តក៏ដូចជាការវិវត្តរីកចម្រើននិងការច្នៃប្រឌិតនៃសង្គមស្មាតមហាសន្និបាតមនុស្សយន្តពិភពលោកឆ្នាំ2015លើកនេះមាន3ផ្នែកវេទិកាមនុស្សយន្តការតាំងពិព័រណ៍មនុស្សយន្តនិងការប្រកួតអញ្ជើញមនុស្សយន្តសម្រាប់យុវជនទូទាំងពិភពលោកជាពិសេសនៅក្នុងវេទិកានេះអ្នកជំនាញការល្បីឈ្មោះខាងឯកទេសមនុស្សយន្តរបស់ប្រទេសតំបន់ចំនួន15និងអង្គការស្ថាប័នមនុស្សយន្តអន្តរជាតិចំនួន12បានមកជួបជុំគ្នាដើម្បីពិភាក្សាលើប្រធានបទដូចជាយុទ្ធសាស្ត្រនិងនិន្នាការនៃឧស្សាហកម្មមនុស្សយន្តពិភពលោកបច្ចេកទេសនិងការច្នៃប្រឌិតថ្មីនិងឧស្សាហកម្មនិងការប្រើប្រាស់ជាក់ស្ដែងអ្នកចូលរួមទស្សនាវិញអាចទស្សនាស្ថានភាពធ្វើការនៃមនុស្សយន្តបោសសម្អាតដីមនុស្សយន្តជាអ្នកទទួលភ្ញៀវមនុស្សយន្តជាចុងភៅនិងមនុស្សយន្តជូតសម្អាតកញ្ចក់ជាដើមជាងនេះទៅទៀតក៏អាចចូលរួមប្រកួតវាយកូនឃ្លីលើតុជាមួយនឹងមនុស្សយន្តស្ដាប់កំសាន្តក្រុមភ្លេងមនុស្សយន្តប្រគំតន្ត្រីព្រមទាំងអាចចូលរួមទស្សនាការប្រកួតសម្ដែងពីក្រុមជើងឯកពានរង្វាន់ពិភពលោកមនុស្សយន្ត Robot Cap ថែមទៀតផងបាទព័ត៌មានបន្តទៀតគឺពាក់ព័ន្ធទៅនឹងមនុស្សប្រហែល16នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីការបាញ់ប្រហារនៅក្នុងទីក្រុងមួយនៅក្នុងសួនកំសាន្ត New Orleans
តាមសេចក្តីរាយការណ៍ពីស្ថានីយទូរទស្សន៍ក្នុងតំបន់មួយពីទីក្រុង New Orleans សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស16នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីមានការបាញ់ប្រហារមួយនៅសួនកំសាន្តមួយកន្លែងនៅក្នុងតំបន់ New Orleans ការបាញ់ប្រហារនេះកើតឡើងនៅវេលាម៉ោងប្រហែល 7 ល្ងាចម៉ោងនៅក្នុងតំបន់គណៈពេលដែលមានមនុស្សចំនួនប្រមាណជាង500នាក់កំពុងស្ថិតនៅក្នុងសួនកំសាន្ត Bunny Friend ដែលពួកគេកំពុងប្រារព្ធធ្វើពិធីផ្ដល់រង្វាន់ដល់ផលិតករតន្ត្រីវីដេអូជាតាមសាក្សីដែលបានប្រាប់ទៅស្ថានីយទូរទស្សន៍បានឲ្យដឹងថាយ៉ាងហោចណាស់មានខ្មាន់កាំភ្លើង2នាក់បានធ្វើការបាញ់ប្រហារទៅលើហ្វុងមនុស្សពួកគេបានឃើញមនុស្ស7នាក់ទៅ8នាក់ដេកដួលនៅលើចិញ្ចើមផ្លូវបន្ទាប់ពីការបាញ់ប្រហាររថយន្តសង្គ្រោះបន្ទាន់មួយចំនួនត្រូវបានគេមើលឃើញថាបានដឹកជនរងគ្រោះចាក់ចេញពីកន្លែងកើតហេតុជាបន្ទាន់ជនរងគ្រោះ10នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យក្រុង New Orleans ចំណែកឯអភិបាលក្រុង New Orleans លោក Midland Drew ក៏បានទៅដល់កន្លែងកើតហេតុដែរនេះបើយោងតាមការឲ្យដឹងពីសារព័ត៌មាន TMP Cajun ចា៎នេះគឺជាករណីដែលស៊ើបអង្កេតចា៎ឲ្យព័ត៌មានបន្តវិញយើងបំវាយអារម្មណ៍ប្រិយមិត្តទូរទស្សនិកជនទៅកាន់ប្រទេសជប៉ុនវិញម្ដងចា៎ដែលប៉ូលីសទីក្រុងតូក្យូបានចាប់ផ្ដើមបើកការស៊ើបអង្កេតក្នុងការផ្ទុះនៅកន្លែងទីសក្ការៈយុទ្ធជនដែលបានស្លាប់ដោយសារសង្គ្រាមអាជ្ញាធរប៉ូលីសក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុនបានបើកការស៊ើបអង្កេតទៅលើការផ្ទុះនៅក្នុងបន្ទប់នៃកន្លែងទីសក្ការៈបូជាយ៉ាស៊ូកូនីកណ្ដាលទីក្រុងតូក្យូប៉ូលីសបានទទួលទូរស័ព្ទនៅម៉ោងប្រហែលជា10ព្រឹកនាថ្ងៃច័ន្ទបន្ទាប់ពីគេបានឮសំឡេងផ្ទុះចេញពីបង្គន់នៅជិតច្រកចូលខាងត្បូងនៃទីសក្ការៈប៉ូលីសបានរកឃើញស្នាមនៃការផ្ទុះនៅក្នុងបង្គន់និងពួកគេបានរកឃើញប្រហោងនៅលើពិដានបង្គន់ប្រហែលជា30សង់ទីម៉ែត្រដែលជាស្នាមនៃការផ្ទុះប៉ុន្តែការផ្ទុះនេះមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេប៉ូលីសនៅទីក្រុងតូក្យូបានបន្ថែមថាគេរកឃើញមានវត្ថុគួរឲ្យសង្ស័យជាច្រើនដូចជាអាគុយខ្សែភ្លើងនៅកន្លែងកើតហេតុទីសក្ការៈបូជាយ៉ាស៊ូកូនីទើបតែប្រារព្ធពិធីប្រចាំឆ្នាំរបស់ខ្លួននៅម៉ោង10ព្រឹកថ្ងៃច័ន្ទនេះដោយមានមនុស្សចូលរួមច្រើនខុសពីធម្មតាដោយនេះប៉ូលីសសង្ស័យថាឧបទ្ទហេតុនេះគឺអាចជាការវេប្រហារសំដៅលើទីសក្ការៈបូជានោះតែម្ដងគួររំលឹកផងដែរថាយ៉ាស៊ូកូនីគឺជាកន្លែងដែលប្រជាជនជប៉ុនធ្វើពិធីរំលឹកដល់យុទ្ធជនដែលបានស្លាប់ដោយសង្គ្រាមពួកអ្នកដែលប្រជាជនជប៉ុនរំលឹកនិងចងចាំដល់ពួកគេទាំងអស់នោះរួមមានពួកមេទ័ពនិងអ្នកនយោបាយដែលមានជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានកាត់ទោសដោយតុលាការអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី2ត្រូវបានបញ្ចប់បាទព័ត៌មានអន្តរជាតិជាបន្តទៀតនេះគឺមនុស្សយ៉ាងហោចណាស់97នាក់បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់រអិលបាក់ដីនៅឯប្រទេសមីយ៉ាម៉ាអាជ្ញាធរមីយ៉ាម៉ាបានឲ្យដឹងកាលពីថ្ងៃអាទិត្យថាមានមនុស្សយ៉ាងហោចណាស់97នាក់បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់រអិលបាក់ដីនៅឯតំបន់រ៉ែថ្លើមថ្មមួយកន្លែងស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយក្បែរព្រំដែនប្រទេសចិនរីឯមនុស្សជាច្រើនអ្នកផ្សេងទៀតត្រូវបានគេសង្ស័យថានៅបន្តបាត់ខ្លួននៅឡើយអ្នកទទួលខុសត្រូវក្នុងតំបន់ម្នាក់លោកនីឡាមីជីនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថាក្រុមអ្នកជួយសង្គ្រោះបានរកឃើញតែអ្នកស្លាប់បាត់បង់ជីវិតតែប៉ុណ្ណោះគ្រោះរអិលបាក់ដីនេះបានកើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅនេះនៅតំបន់ប៉ាកាន់ស្ថិតក្នុងរដ្ឋកាឈិនដោយបានដាក់សង្កត់លើជំរកបណ្ដោះអាសន្នមួយរបស់អ្នកភូមិជាច្រើនអ្នកជាអ្នករកថ្លើមថ្មដែលកំពុងដេកលងលក់សូមជម្រាបថាគ្រោះថ្នាក់បែបនេះមិនទើបតែកើតឡើងជាលើកទី1នោះទេពលគឺកាលពីប្រហែលខែចុងក្រោយនេះមានអ្នកភូមិជាច្រើនអ្នកក៏បានស្លាប់បាត់បង់ជីវិតផងដែរគណៈពេលដែលពួកគេបានព្យាយាមស្វែងរកកាកសំណល់ថ្លើមថ្មរបស់បណ្ដាក្រុមហ៊ុនរ៉ែធំដែលបានបោះចោលដើម្បីយកទៅលក់ប្រទេសមីយ៉ាន់ម៉ាគឺជាប្រទេសផលិតថ្លើមថ្មធំជាងគេបំផុតក្នុងពិភពលោកតួយ៉ាងកាលពីឆ្នាំ2014កន្លងទៅនេះប្រទេសមួយនេះបាននាំចេញថ្លើមថ្មទៅលក់លើទីផ្សារពិភពលោកច្រើនជាង10ដងបើតាមរបាយការណ៍ដែលចេញផ្សាយកាលពីខែតុលាឆ្នាំ2015ដោយអង្គការ Global Witness ចា៎ឃើញថានៅប្រទេសមីយ៉ាន់ម៉ាគឺបណ្ដាលឲ្យប្រជាជនស្លូតត្រង់ស្លាប់ជាច្រើនអ្នកមែនទែន
ចាហើយយើងងាកពីប្រទេសមីយ៉ាន់ម៉ាយើងមកមើលមេដឹកនាំអាស៊ានបានអនុម័តលើឯកសារជាប្រវត្តិសាស្ត្រចំនួន2ដើម្បីឲ្យសេដ្ឋកិច្ចនៅក្នុងតំបន់ហ្នឹងមានការរីកចម្រើនកិច្ចប្រជុំអាស៊ានលើកទី27រួមទាំងកិច្ចប្រជុំពាក់ព័ន្ធដែលបានធ្វើឡើងនៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីត្រូវបានបិទបញ្ចប់ហើយកាលពីថ្ងៃអាទិត្យម្សិលមិញនេះតាមរយៈការអនុម័តលើឯកសារជាប្រវត្តិសាស្ត្រចំនួន2ពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចនិងភាពរីកចម្រើននៅក្នុងតំបន់ឯកសារជាប្រវត្តិសាស្ត្រទាំងពីរនោះរួមមានសេចក្តីថ្លែងការណ៍ទីក្រុងកូឡាឡាំពួរឆ្នាំ2015ស្តីពីការបង្កើតសហគមន៍រួមរបស់អាស៊ាននិងសេចក្តីថ្លែងការណ៍ទីក្រុងកូឡាឡាំពួរស្តីពីអាស៊ានឆ្នាំ2015ថ្លែងនៅក្នុងថ្ងៃបិទបញ្ចប់នៃកិច្ចប្រជុំនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកណាជីបរ៉ាសាក់ដែលជាប្រធានដឹកនាំកិច្ចប្រជុំអាស៊ានបានគូបញ្ជាក់ថាក្នុងរយៈពេល2ថ្ងៃនៃកិច្ចប្រជុំមានកិច្ចពិភាក្សានិងផ្លាស់ប្ដូរយោបល់សំខាន់ជាច្រើនដែលមិនមែនពាក់ព័ន្ធត្រឹមតែអាស៊ានប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏ពាក់ព័ន្ធផងដែរដល់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលលោកណាជីបរ៉ាសាក់បានបន្ថែមថាយើងបានបង្ហាញដល់ពិភពលោកថាអាស៊ាននឹងអាចក្លាយជាក្រុមនៅក្នុងតំបន់ដែលមានការប្រកួតប្រជែងខ្លាំងជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងកំពុងរីកចម្រើននៅលើឆាកអន្តរជាតិយើងនឹងសម្រេចវាឲ្យបានហើយយើងនឹងគោរពតាមការសន្យារបស់យើងដើម្បីកែលម្អជីវភាពរបស់ប្រជាជនអាស៊ានព្រមទាំងសម្រេចឲ្យបាននៅអាស៊ានមួយគឺប្រជាជនដើម្បីប្រជាជនបើយោងតាមឯកសារជាប្រវត្តិសាស្ត្រទាំងពីរនេះសហគមន៍អាស៊ាននឹងត្រូវបង្កើតឡើងនៅថ្ងៃទី31ខែធ្នូឆ្នាំ2015ដោយមានមូលដ្ឋានគ្រឹះចំនួន3គឺសហគមន៍នយោបាយនិងសន្តិសុខសហគមន៍សេដ្ឋកិច្ចនិងសហគមន៍សង្គមវប្បធម៌ដែលជាជំហានដ៏សំខាន់នៅក្នុងការធ្វើសមាហរណកម្មអាស៊ានសូមបញ្ជាក់ថាអាស៊ានត្រូវបានបង្កើតឡើងកាលពីឆ្នាំ1967និងមានសមាជិក10ប្រទេសដូចជាឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីនសិង្ហបុរីថៃប្រ៊ុយណេកម្ពុជាឡាវមីយ៉ាន់ម៉ានិងវៀតណាមហើយកិច្ចប្រជុំអាស៊ានលើកក្រោយប្រទេសឡាវនឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំចានេះគឺជាមេដឹកនាំអាស៊ានគាត់បានអនុវត្តទៅលើប្រវត្តិសាស្ត្រចំនួន2ដើម្បីឲ្យសេដ្ឋកិច្ចនៅក្នុងតំបន់ហ្នឹងមានការរីកចម្រើនកាន់តែខ្លាំងថែមទៀតបាទរីឯព័ត៌មានបន្តទៀតគឺអតីតអភិបាលក្រុងប៊ូអេណូសេបានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាហ្សង់ទីនបេក្ខជនប្រធានាធិបតីមកពីគណៈបកប្រឆាំងសេរីនិយមលោក Mauricio Macri បានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាហ្សង់ទីនជុំទី2កាលពីថ្ងៃអាទិត្យដោយបានយកឈ្នះគូប្រជែងរបស់ខ្លួនគឺលោក Daniel Jolie នេះបើយោងតាមការប្រកាសលទ្ធផលបោះឆ្នោតស្ទើរតែទាំងស្រុងជ័យជំនះរបស់លោក Mauricio Macri នឹងបញ្ចប់ការដឹកនាំរដ្ឋាភិបាលរបស់លោកស្រី Cristina Kirchner ភ្លាមនោះដែលកាលពីថ្ងៃអាទិត្យម្សិលមិញលោក Daniel Jolie បានទទួលស្គាល់ជ័យជំនះរបស់លោក Mauricio Macri យោងតាមការរាប់សន្លឹកឆ្នោតជាង 91% បានបង្ហាញថាលោក Mauricio Macri បានទទួលសម្លេងគាំទ្រ 52% ទល់នឹង 48% របស់គូប្រជែងរបស់លោកគឺលោក Daniel Jolie ដែលជាបេក្ខជនប្រធានាធិបតីមកពីកម្លាំងនយោបាយចម្រុះនៃគណៈបកកណ្ដាលអំណាចរបស់លោកស្រី Cristina Kirchner មានអាយុ56ឆ្នាំនិងជាអតីតអភិបាលក្រុង Buenos Aires លោក Mauricio Macri គួរតែនឹងអាចនឹងឡើងកាន់តំណែងជាប្រធានាធិបតីអាហ្សង់ទីនជំនួសលោកស្រី Cristina Kirchner នៅថ្ងៃទី10ខែធ្នូខាងមុខនេះលោកស្រី Cristina Kirchner បានកាន់តំណែងប្រធានាធិបតីចាប់តាំងពីឆ្នាំ2007បន្ទាប់ពីអាណត្តិលោក Néstor Kirchner ជាប្តីរបស់លោកស្រីសូមបញ្ជាក់ថាបើយោងតាមរដ្ឋធម្មនុញ្ញប្រទេសអាហ្សង់ទីនបេក្ខជនប្រធានាធិបតីមានសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតត្រឹមតែ2អាណត្តិប៉ុណ្ណោះចាមនុស្សយ៉ាងហោចណាស់16នាក់ត្រូវបានឃាត់ខ្លួននៅប្រតិបត្តិការដ៏ធំមួយនៅ Basic ប៉ូលីស Basic បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយកាលពីថ្ងៃអាទិត្យម្សិលមិញនេះក្រោមលក្ខខណ្ឌនៃការស៊ើបអង្កេតជំវិញករណីភេរវកម្មក្នុងទីក្រុងប៉ារីខណៈពេលដែលទីក្រុងប្រូសែលផ្ទាល់ក៏បានប្រកាសផងដែរថាសញ្ញាអាសន្នជាអតិបរមាពាក់ព័ន្ធនឹងការគំរាមកំហែងវាយប្រហារពីសំណាក់ក្រុមភេរវកម្ម
តាមរយៈការប្រកាសសញ្ញាអាសន្ននេះអាជ្ញាធរបែលហ្សិកបានបង្ខំចិត្តបិទជាបណ្ដោះអាសន្ននៅស្ថានីយ៍រថភ្លើងក្រោមដីសាលារៀនមជ្ឈមណ្ឌលពាណិជ្ជកម្មនិងក្លឹបហាត់ប្រាណជាដើមគិតជាសរុបប៉ូលីសបែលហ្សិកបានបើកប្រតិបត្តិការជាង19កន្លែងជាពិសេសនោះគឺស្ថិតនៅក្នុងទីក្រុង Chaliro និងតំបន់ Molenbeek នៅក្នុងប្រតិបត្តិការនេះប៉ូលីសបែលហ្សិកបានឃាត់ខ្លួនមនុស្សយ៉ាងហោចណាស់16នាក់ក៏ប៉ុន្តែនៅក្នុងចំណោមអ្នកទាំង16នាក់នេះមិនមានជនសង្ស័យលំដាប់ទី1ឈ្មោះ Salas Abdeslam នោះទេហើយសម្បីតែអាវុធឬក៏គ្រឿងផ្ទុះផ្សេងក៏ពុំត្រូវបានគេរកឃើញដែរនេះបើយោងតាមការឲ្យដឹងរបស់អាជ្ញាធរសហព័ន្ធបែលហ្សិកក៏ប៉ុន្តែបើយោងតាមព័ត៌មានបឋមនៅឯទីក្រុង Liège មានជនសង្ស័យម្នាក់បានជិះរថយន្តមួយគ្រឿងរត់គេចចេញពីកងកម្លាំងសន្តិសុខឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់ជនរួមនេះត្រូវបានគេសង្ស័យថាអាចជាភេរវករឈ្មោះ Salas Abdeslam សូមបញ្ជាក់ផងដែរថាខាងអាជ្ញាធរបារាំងបានចេញផ្សាយជាសាធារណៈនៅរូបថតជនបំផ្ទុះគ្រាប់បែកអតិឃាតទី3នៅឯ Stade de France បរិម្នាក់នេះបានចូលមកកាន់ប្រទេសក្រិចកាលពីថ្ងៃទី3ខែតុលាកន្លងទៅនេះដោយឡែកពិធីបញ្ចុះសពជនរងគ្រោះនៃការវាយប្រហារភេរវកម្មក្នុងទីក្រុងប៉ារីត្រូវបានប្រារព្ធឡើងនៅថ្ងៃច័ន្ទនេះបាទគណៈបកគាំទ្រទីក្រុងប៉េកាំងបានទទួលជ័យជំនះភ្លុកទឹកភ្លុកដីក្នុងការបោះឆ្នោតនៅក្នុងតំបន់ប្រជាជនក្នុងទីក្រុងហុងកុងជាង 47% បាននាំគ្នាទៅបោះឆ្នោតដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាស្រុកឬក្រុមប្រឹក្សាក្រុងការបោះឆ្នោតនេះគឺជាការបោះឆ្នោតលើកដំបូងបំផុតចាប់តាំងពីមានការធ្វើបាតកម្មតវ៉ាទ្រង់ទ្រីធំមួយកាលពីឆ្នាំ2014ពីសំណាក់ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យឬគេស្គាល់ជាទូទៅថាជាក្រុមចលនាឆាត់ក៏ប៉ុន្តែទោះជាយ៉ាងណានៅក្នុងការបោះឆ្នោតលើកនេះគណៈបកលំអៀងទៅរកទីក្រុងប៉េកាំងបានទទួលជ័យជំនះភ្លុកទឹកភ្លុកដីដោយទទួលបានសម្លេងគាំទ្ររហូតទៅដល់ 70% នៃអាសនៈទាំងអស់ជាការពិតណាស់ការបោះឆ្នោតនេះគឺជាការបោះឆ្នោតដែលផ្ដោតសំខាន់ទៅលើបញ្ហានយោបាយជាងបញ្ហាជីវភាពប្រចាំថ្ងៃរបស់ប្រជាជនហុងកុងដូចជាវិស័យដឹកជញ្ជូនសាធារណៈលំនៅឋានឬគុណភាពទឹកប្រើប្រាស់នៅក្នុងទីក្រុងជ័យជំនះរបស់គណៈបកសម្ព័ន្ធភាពប្រជាធិបតេយ្យដើម្បីការកែលម្អនិងការរីកចម្រើននៃទីក្រុងហុងកុងឬហៅកាត់ថា DAB ដែលជាគណៈបកលំអៀងទៅរកទីក្រុងប៉េកាំងគឺដោយសារតែគណៈបកមួយនេះពូកែយកចិត្តយកថ្លើមជាងក្រុមបេក្ខជនមកពីគណៈបកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅពេលមុននេះបន្តិចការបោះឆ្នោតគេឃើញថាបេក្ខជនមកពីគណៈបក DAB បានធ្វើដំណើរដល់ផ្ទះរបស់ប្រជាជនដោយនាំយកកាដូនិងអំណោយលួងចិត្តទៅជាមួយផងដែរជាងនេះទៅទៀតបេក្ខជនទាំងនេះថែមទាំងរៀបចំយានយន្តជាច្រើនដើម្បីដឹកមនុស្សចាស់ពីផ្ទះរបស់ពួកគេរហូតដល់ការិយាល័យបោះឆ្នោតសូមជម្រាបថាកាលពីឆ្នាំ2014ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យឬគេស្គាល់ជាទូទៅថាក្រុមចលនាឆាត់បាននាំគ្នាធ្វើបាតកម្មតវ៉ាទ្រង់ទ្រីធំមួយប្រឆាំងនឹងទីក្រុងប៉េកាំងដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យសម្រាប់ទីក្រុងហុងកុងចាប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីព័ត៌មានប្រចាំថ្ងៃរបស់ស្ថានីយ៍ទូរទស្សន៍អ្នកព័ន្ធ NTV HD ដែលលោកស្រីអ្នកនាងកញ្ញាទៅតែតាមដានទស្សនានៅពេលនេះក៏បានមកដល់ទីបញ្ចប់យើងខ្ញុំសូមថ្លែងអំណរអគុណចំពោះការតាមដានទស្សនាខណៈនេះយើងខ្ញុំទាំងពីរនាក់ព្រមទាំងក្រុមការងារទាំងអស់សូមអរគុណសូមគោរពលា